ឥឡូវនេះគឺហិណ្ឌូសាសនិកនៅក្នុងប្រទេសឥណ្ឌាកំពុងតែប្រម៉ែប្រមូលគៀងគរសំឡេងដើម្បីកោតទោសប្រទេសថៃកាន់តែខ្លាំងឡើងនៅក្នុងទង្វើដោយគ្មានការគោរពនេះហើយហិណ្ឌូសាសនិកជាច្រើនបានលើកឡើងថាគឺគេធ្វើពហិការដោយមិនមកទេសចរនៅក្នុងប្រទេសថៃទៀតនោះទេក៏ព្រោះតែទង្វើដោយគ្មានការគោរពរបស់ក្រមយោធាថៃនេះឥឡូវនេះប្រទេសថៃកំពុងតែបោះជំហានចូលទៅរឿងចំនួនសាសនាមួយទៀតហើយដែលធ្វើឲ្យប្រទេសថៃកាន់តែលង់ខ្លួនជ្រៅទៅនៅក្នុងបទឧក្រិដ្ឋកម្មសង្គ្រាមដែលថៃគឺបានរំលោភបំពានដែនអធិបតេយ្យភាពរបស់កម្ពុជាទម្លាក់គ្រាប់ប្រើប្រាស់នៅសភាវុធគ្រប់ប្រភេទទាំងអស់នៅក្នុងការរំលោភបំពានកម្ពុជាគោរពតាំងពីដើមមកហើយសូម្បីតែតាមទីតាំងរង្វង់មូលដែលយើងធ្វើជារង្វង់មូលក៏បងប្អូនប្រជាជនកម្ពុជាទៅគោរពបូជាដែរដូច្នេះអ្វីដែលថៃកំពុងតែលើកឡើងថាការបំផ្លាញនេះគ្រាន់តែជារូបសំណាកធម្មតាមិនមែនជាការគោរពបូជានោះគឺជាពាក្យដោះសាររបស់ក្រមយោធាថៃប្រទេសថៃប្រហែលជាមិនដឹងឬក៏ធ្វើមិនដឹងព្រះវិស្ណុជាអតិទេពធំមួយអង្គក្នុងចំណោម3អង្គរបស់ហិណ្ឌូសាសនាហើយព្រះវិស្ណុគឺជិះលើគ្រុឌបានន័យថាគ្រុឌជាយានជំនិះរបស់ព្រះវិស្ណុគឺជាម្ចាស់របស់គ្រុឌហើយបងប្អូនប្រកាសជាទទួលជ្រាបហើយគ្រុឌតំណាងឲ្យប្រទេសថៃក៏ប៉ុន្តែឥឡូវនេះគ្រុឌមកវាយព្រះវិស្ណុបងប្អូនអរគ្នារឿងអីឈ្នះព្រះវិស្ណុគ្រប់ជំរាបសួរពុកម៉ែបងប្អូនដែលកំពុងតាមដានទស្សនាការផ្សាយនៅលើ Page រំដួល TV News ជាទីគោរពរាប់អានប្រទេសថៃឥឡូវនេះកាន់តែធ្ងន់ធ្ងរហើយបងប្អូនអរគ្នាក្រៅពីការឈ្លានពានយ៉ាងកក្លឿនលើដែនអធិបតេយ្យភាពរបស់កម្ពុជាថៃឥឡូវនេះកំពុងតែបោះជំហានចូលទៅរឿងចំនួនសាសនាដ៏ធំមួយទៀតបន្ទាប់ពីក្រមយោធាថៃបានឈ្លានពានដែនអធិបតេយ្យភាពរបស់កម្ពុជាហើយបានដាក់គ្រឿងចាក់ចូលមករុញច្រានបំផ្លាញនៅរូបសំណាកព្រះវិស្ណុដែលជាអតិទេពដ៏ធំមួយនៅក្នុងហិណ្ឌូសាសនានេះគឺជាសកម្មភាពយ៉ាងកក្លឿននិងសកម្មភាពដោយគ្មានការគោរពរបស់ក្រមយោធាថៃឥឡូវនេះមតិប្រតិកម្មកំពុងតែផ្ទុះឡើងនៅជុំវិញពិភពលោកជាពិសេសគឺហិណ្ឌូសាសនិកដោយផ្ទាល់តែម្ដងនៅក្នុងនោះបងប្អូនប្រកាសជាបានឃើញនៅសារព័ត៌មានធំល្បីៗនៅលើពិភពលោកនិងសារព័ត៌មានរបស់ប្រទេសឥណ្ឌាកំពុងតែផ្សាយយ៉ាងព្រោងព្រាតពីសកម្មភាពយ៉ាងកក្លឿនរបស់ក្រមយោធាថៃនិងដោយគ្មានការគោរពនៅក្នុងការបំផ្លិចបំផ្លាញនៅរូបសំណាកព្រះវិស្ណុដែលជារូបសំណាកមួយរបស់អតិទេពធំនៅក្នុងហិណ្ឌូសាសនាដែលរូបសំណាកនេះគឺជារូបសំណាកដែលកសាងឡើងដោយកម្ពុជាផ្ទាល់នៅលើដែនអធិបតេយ្យភាពរបស់កម្ពុជាដើម្បីគោរពបូជាបងប្អូនប្រកាសជាបានឃើញនៅញត្តិកោតទោសរបស់ក្រសួងការបរទេសឥណ្ឌានិងហិណ្ឌូសាសនិកនៅក្នុងប្រទេសឥណ្ឌាកំពុងតែលើកឡើងតាក់ទងទៅនឹងសកម្មភាពដោយគ្មានការគោរពរបស់ក្រមយោធាថៃនេះក៏ប៉ុន្តែបងប្អូនប្រកាសជាបានឃើញនាយករដ្ឋមន្ត្រីចាំផ្ទះរបស់ប្រទេសថៃគឺលោកអនុទិនក្រោយពីបានឃើញការប្រតិកម្មនិងញត្តិកោតទោសរបស់ក្រសួងការបរទេសថៃទៅលើសកម្មភាពដែលក្រមយោធាថៃបានបំផ្លាញនៅរូបសំណាកព្រះវិស្ណុហើយនោះបែរទៅជាលោកអនុទិនបានលើកឡើងថារូបសំណាកព្រះវិស្ណុនេះគឺមិនស្មើនឹងអវយវៈឬក៏ហៅថាដៃជើងរបស់ទាហានថៃនោះទេនេះគឺជាការប្រមាថយ៉ាងធំមួយរបស់ប្រទេសថៃទៅលើហិណ្ឌូសាសនាដោយបងប្អូនទទួលជ្រាបថាប្រទេសថៃឥឡូវនេះកំពុងតែលង់ខ្លួនជ្រៅទៅនៅក្នុងឧក្រិដ្ឋកម្មសង្គ្រាមដែលកំពុងតែឈ្លានពានកម្ពុជាក៏ប៉ុន្តែអ្វីដែលធ្វើឲ្យពិភពលោកកំពុងតែឃើញនៅចេតនាយ៉ាងច្បាស់ដ៏អាក្រក់របស់ប្រទេសថៃគឺការឈ្លានពាននិងការរំលោភដោយគ្មានការគោរពទៅលើសាសនានីមួយៗដែលមាននៅក្នុងប្រទេសកម្ពុជានោះទេនៅក្នុងនោះថៃបានបំផ្លិចបំផ្លាញទាំងវត្តអារាមសាលារៀនហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាប្រាង្គប្រាសាទបុរាណរបស់ខ្មែរយើងថៃបានបាញ់គំទេចនៅប្រាសាទតាក្របីថៃបានគំទេចនៅប្រាង្គប្រាសាទតាមាន់ធំក៏ដូចជាតំបន់ប្រាសាទព្រះវិហារដោយផ្ទាល់ក៏ប៉ុន្តែតាក់ទងទៅនឹងសកម្មភាពយ៉ាងកក្លឿនដោយគ្មានការគោរពដែលកំពុងតែផ្ទុះយ៉ាងផុសផុលនៅក្នុងពេលចុងក្រោយនេះគឺតាក់ទងទៅនឹងការរុញច្រានដោយប្រើគ្រឿងចាក់ពីក្រមយោធាថៃដើម្បីបំផ្លាញនៅរូបសំណាករបស់ព្រះវិស្ណុបងប្អូនបានឃើញហើយថាឥឡូវនេះសារព័ត៌មានធំនៅក្នុងប្រទេសឥណ្ឌាកំពុងតែផ្សាយយ៉ាងព្រោងព្រាតហើយអ្វីដែលគេកំពុងតែចាប់អារម្មណ៍មួយទៀតឥឡូវនេះគឺហិណ្ឌូសាសនិកនៅក្នុងប្រទេសឥណ្ឌាកំពុងតែប្រម៉ែប្រមូលគៀងគរសំឡេងដើម្បីកោតទោសប្រទេសថៃកាន់តែខ្លាំងឡើងនៅក្នុងទង្វើដោយគ្មានការគោរពនេះហើយហិណ្ឌូសាសនិកជាច្រើនបានលើកឡើងថាគឺគេធ្វើពហិការដោយមិនមកទេសចរនៅក្នុងប្រទេសថៃទៀតនោះទេក៏ព្រោះតែទង្វើដោយគ្មានការគោរពរបស់ក្រមយោធាថៃនេះដូច្នេះហើយទើបធ្វើឲ្យអ្នកវិភាគមួយចំនួននិងបងប្អូនខ្លះលើកឡើងថាថៃឥឡូវនេះក្រៅពីការឈ្លានពានដែនអធិបតេយ្យភាពរបស់កម្ពុជាយ៉ាងកក្លឿនហើយនោះគឺថៃកំពុងតែបោះជំហានចូលទៅរឿងចំនួនសាសនាមួយដ៏ធំដោយថៃមិនទទួលយកនៅអ្វីដែលខ្លួនបានធ្វើទេក៏ប៉ុន្តែបែរទៅជាលើកឡើងនៅមតិនៅក្នុងការប្រមាថទៅដល់ហិណ្ឌូសាសនាទៀតផងបងប្អូនប្រកាសជាទទួលជ្រាបហើយថាសាសនាហិណ្ឌូ
គឺជាសាសនាដ៏ធំមួយរបស់ប្រទេសឥណ្ឌាដោយបងប្អូនទទួលជ្រាបប្រទេសឥណ្ឌាគឺជាប្រទេសដែលមានប្រជាជនច្រើនហើយនៅក្នុងនោះគឺចម្រុះសាសនាក៏ប៉ុន្តែហិណ្ឌូសាសនាគឺជាសាសនាដ៏ធំមួយនៅក្នុងប្រទេសឥណ្ឌាដែលមានប្រជាជនសឹងតែ 80% នៃប្រជាជនសរុបរបស់ប្រទេសឥណ្ឌាដែលគោរពទៅដល់ហិណ្ឌូសាសនាហិណ្ឌូសាសនាគឺជាសាសនាដ៏ចំណាស់មួយបន្តវេនពីនិកាយវេទនិយមនិងនិកាយព្រាហ្មណ៍និយមដូច្នេះអាចនិយាយបានថាសាសនាដ៏ចំណាស់របស់ប្រទេសឥណ្ឌាគឺជាសាសនាហិណ្ឌូនេះឯងដែលបងប្អូនបានឃើញក្រុមយោធាថៃដាក់គ្រឿងចាក់នៅក្នុងការរុញច្រានផ្ដួលរលំកំទេចចោលនេះគឺជាអតិទេពដ៏ធំនៅក្នុងសាសនាហិណ្ឌូហើយអាចនិយាយបានថាជាអតិទេពរក្សាលោកដោយបងប្អូនទទួលជ្រាបតាក់ទងទៅនឹងព្រះវិស្ណុនៅប្រាសាទអង្គរវត្តឬក៏យើងហៅថាប្រាសាទអង្គរតូចបងប្អូនប្រកាសជាធ្លាប់ឮលោកតារាជខ្ញុំជឿជាក់ថាសម្រាប់បងប្អូនដែលនៅទឹកដីនៃខេត្តសៀមរាបឬក៏បងប្អូនដែលស្ថិតនៅទីតាំងខេត្តដទៃក៏ដោយតែបើបងប្អូនធ្លាប់ទៅលេងអង្គរវត្តឬក៏ប្រាសាទអង្គរតូចប្រកាសជាស្គាល់នៅកន្លែងគោរពបូជាគឺលោកតារាជគឺជារូបសំណាករបស់ព្រះវិស្ណុនេះឯងបងប្អូនទាំងអស់គ្នាកម្ពុជាគឺយើងចម្រុះសាសនាដូចគ្នាដោយមិនមានចំនួនសាសនាទេដូច្នេះចង់បងប្អូនប្រជាពលរដ្ឋប្រជាជនរបស់កម្ពុជាគាត់គោរពជឿជាក់ទៅលើសាសនាណាមួយគឺជាសិទ្ធិសេរីភាពរបស់គាត់ហើយនៅក្នុងនោះបងប្អូនបានឃើញហើយគឺព្រះវិស្ណុគឺជាអតិទេពនៅក្នុងលទ្ធិហិណ្ឌូសាសនាដែលកម្ពុជាយើងបព្វបុរសរបស់យើងនៅក្នុងការកសាងប្រាសាទគឺគោរពទៅដល់លទ្ធិព្រហ្មញ្ញសាសនាពីបរមបុរាណមកដូច្នេះហើយទើបយើងឃើញនៅតាមប្រាង្គប្រាសាទបុរាណរបស់កម្ពុជាយើងគឺមានការតម្កល់នៅរូបអតិទេពឬក៏ពាក់ព័ន្ធជាមួយនឹងព្រហ្មញ្ញសាសនាហិណ្ឌូសាសនាហើយអង្គរតូចនេះហើយដែលជាប្រាសាទអង្គរមួយដ៏ល្អផូរផង់ដែលគោរពទៅដល់លទ្ធិព្រហ្មញ្ញសាសនាឬក៏យើងហៅថាហិណ្ឌូសាសនាដែលមានតម្កល់នៅអតិទេពដ៏ធំមួយអង្គនៅផ្នែកខាងមុខដែលល្បីល្បាញខ្ទរខ្ទារខ្លាំងគឺលោកតារាជជារូបរបស់ព្រះវិស្ណុដោយផ្ទាល់តែម្ដងនៅក្នុងនោះប្រជាជនរបស់ប្រទេសឥណ្ឌាគឺស្គាល់កម្ពុជាយ៉ាងច្បាស់ដែលកម្ពុជាយើងគឺមានប្រាសាទបុរាណធំគោរពទៅដល់លទ្ធិហិណ្ឌូសាសនាភ្ញៀវទេសចរជាច្រើនដែលមកពីប្រទេសឥណ្ឌាចូលមកទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជារបស់យើងហើយគាត់មិនចោលនៅប្រាសាទអង្គរវត្តឬក៏ហៅថាប្រាសាទអង្គរតូចទេក្រៅពីភាពអស្ចារ្យដ៏ល្អផូរផង់នៅប្រាសាទអង្គរវត្តហើយនោះអ្វីដែលគាត់ទៅគោរពបូជាមួយទៀតគឺតាក់ទងទៅនឹងនិកាយហិណ្ឌូសាសនានេះឯងដូច្នេះបងប្អូនទាំងអស់គ្នាឥឡូវនេះប្រទេសថៃកំពុងតែបោះជំហានចូលទៅរឿងចំនួនសាសនាមួយទៀតហើយដែលធ្វើឲ្យប្រទេសថៃកាន់តែលង់ខ្លួនជ្រៅទៅនៅក្នុងបទអក្រិតកម្មសង្គ្រាមដែលថៃគឺបានរំលោភបំពានដែនអធិបតេយ្យភាពរបស់កម្ពុជាទម្លាក់គ្រាប់ប្រើប្រាស់នៅសភាវុធគ្រប់ប្រភេទទាំងអស់នៅក្នុងការរំលោភបំពានហើយបើពាក់ព័ន្ធជាមួយនឹងយន្តហោះចម្បាំងថៃបានប្រើប្រាស់យន្តហោះចម្បាំងជាច្រើនប្រភេទនៅក្នុងការរំលោភដល់ដែនអាកាសរបស់កម្ពុជាទម្លាក់គ្រាប់នៅតំបន់ជនស៊ីវិលស្លូតត្រង់ផ្ទះសម្បែងប្រជាពលរដ្ឋអគារពាណិជ្ជកម្មឯកជនសាលារៀនវត្តអារាមមន្ទីរពេទ្យជាពិសេសគឺប្រាង្គប្រាសាទបុរាណបងប្អូនទាំងអស់គ្នាឥឡូវនេះប្រទេសថៃកំពុងតែយកលេសហើយកំពុងតែយករួចខ្លួនហើយក្រោយពីឃើញនៅការប្រតិកម្មនៅជុំវិញពិភពលោកតាក់ទងទៅនឹងក្រុមយោធាថៃដែលបំផ្លាញនៅរូបសំណាករបស់ព្រះវិស្ណុនេះថៃគេបានលើកឡើងថាអ្វីដែលគេបំផ្លាញនេះគ្រាន់តែជារូបសំណាកព្រះវិស្ណុធម្មតាដែលខ្មែរយើងធ្វើដើម្បីលម្អមិនមែនជាទីតាំងគោរពបូជាទេក៏ប៉ុន្តែនេះគឺជាការឆ្លោយដោះសាររបស់ភាគីថៃដោយផ្ទាល់ដោយសារតែគ្រប់រូបសំណាកជាពិសេសគឺពាក់ព័ន្ធជាមួយនឹងអតិទេពគ្រប់ទីតាំងទាំងអស់កម្ពុជាធ្វើឡើងដើម្បីគោរពបូជាដូចជាក់ស្ដែងបងប្អូនឃើញនៅតាម